ពីក្រុមនេះទុកជើងទុកមែនណាការប្រយុទ្ធបាញ់នេះចាញ់ទៀតស្ពឺក៏ចាញ់មែនយូក៏ចាញ់ស្ពឺនោះចាញ់ក្រុមបាល់ទាត់អាស្តុនវីឡាក្នុងដីអាស្តុនលទ្ធផល2-0ហើយ Manchester United ការប្រយុទ្ធបាញ់ចាញ់ដែរចាញ់ Chelsea 1-0បាទអញ្ចឹងពីប្រកួតរបស់ក្រុមស្ពឺចុងក្រោយនៅក្នុងក្របខ័ណ្ឌ Premier League គឺចាញ់ទាំងពីរប្រកួតកាលពីថ្ងៃមុនចាញ់ក្រុម Crystal Palace 2-0ក្នុងដីខ្លួនឯងហើយការប្រយុទ្ធបាញ់នេះចាញ់ Aston Villa 2-0ក្នុងដី Aston ទៀតបាទអញ្ចឹងពីប្រកួតរបស់ក្រុម Tottenham Hotspur គឺលេងអត់ឈ្នះគេទេបាទកណ្ដាលក្រុម Manchester United 3ប្រកួតនៅក្នុងក្របខ័ណ្ឌ Premier League ចាញ់ទាំង3កាលពីថ្ងៃមុននោះគឺចាញ់ក្រុម Brentford 4-3ហើយថ្ងៃមុនទៀតនេះគឺចាញ់ក្រុម West Ham 2-0ការប្រយុទ្ធមិញនេះចាញ់ទៀតបាទចាញ់ Chelsea 1-0បាទអញ្ចឹង3ប្រកួតនៅក្នុងក្របខ័ណ្ឌ English Premier League លេងអត់ឈ្នះគេទេ Manchester United កណ្ដាលពីប្រកួតរបស់ Spurs ក៏លេងមិនឈ្នះគេដែរតើទាំងពីរក្រុមនេះទុកជើងលេងវគ្គដាច់ព្រាត់ Europa League ប៉ះគ្នាឬក៏ទម្រង់លេងធ្លាក់ចុះបងប្អូននេះជួយវិភាគមើលបាទតាមខ្ញុំគិតគឺក្រុមទាំងពីរនេះគឺមិនទុកជើងទេលេងអស់ហើយបើប៉ុណ្ណេះបាទប៉ះជាមួយនឹងក្រុម Aston Villa ក៏ Spurs លេងអស់ប៉ះជាមួយនឹង Crystal Palace ក៏ Spurs លេងអស់ដែរប៉ុន្តែលេងអត់ឈ្នះគេទេទម្រង់លេងគឺពិបាកភ្នែកមើលណាស់មិនមែនយកលេសបាទទុកជើងប៉ះគ្នានៅវគ្គដាច់ព្រាត់ Europa League នៅថ្ងៃទី21ឈានចូលថ្ងៃទី22នេះទេខ្ញុំគិតថា Spurs គឺធ្លាក់ទម្រង់លេងមែនទែនបាទការប្រយុទ្ធមិញប៉ះ Aston Villa Spurs សុទ្ធបានតែ3ជើងគត់ហើយ3ជើងនេះគឺចំគោលដៅតែមួយជើងទេបាទបើនិយាយអំពីគូប្រឹងបាល់វិញគឺ Spurs តិចជាង Aston Villa ឆ្ងាយណាស់បងប្អូនហើយមិនលើសពី 30% ទេការគូប្រឹងបាល់ Spurs ទល់នឹង Aston Villa ការប្រយុទ្ធមិញបាទកណ្ដាលក្រុម Manchester United ក៏មិនចាញ់ Spurs ដែរបាទតើ Man U ទុកជើងមែនឬក៏ទម្រង់លេងបែបនេះខ្ញុំគិតថាទម្រង់លេង Man U ប៉ះ Chelsea យប់មិញលេងអស់ហើយបាទមិនទុកជើងមិនទុកអីទេគឺលេងអស់ព្រោះថាកីឡាករដាក់ប៉ះ Chelsea យប់មិញគឺពេញសាច់តាំងពីតំបន់ការពារតាំងពីតំបន់ប្រយុទ្ធតំបន់តម្រើគឺដាក់ពេញសាច់យប់មិញតែលេងមិនឈ្នះ Chelsea តែម្ដងបាទ Man U បើសិនជារក្សាទម្រង់បែបនេះទៀតខ្ញុំគិតថានៅការក្រោយអាចនឹងយ៉ាប់យ៉ឺនអាចនឹងធ្លាក់ទៅកាន់ Championship ផងដែរបាទនៅការក្រោយបើសិនជាលោក Ruben Amorim នៅតែរក្សាប្រព័ន្ធលេខបែបនេះទៀតព្រោះថាយប់មិញនេះសុទ្ធ4ជើងទៅលើក្រុមតោ Q Chelsea ចំគោលដៅតែមួយជើងទេអត់ចូលទេបាទអញ្ចឹងចាញ់ទៀតហើយការប្រយុទ្ធបាញ់ Man U ចាញ់ 2-0 3ប្រកួតចាញ់ទាំង3នៅ Premier League Spurs 2ប្រកួតនៅ Premier League ចាញ់ទាំងពីរហើយក្រុមទាំងពីរនឹងត្រូវជួបគ្នានៅវគ្គផ្ដាច់ព្រាត់ Europa League ថ្ងៃទី21ឈានចូលថ្ងៃទី22នៅក្នុងខែនេះជិតដល់ហើយនៅសល់តែប្រហែលថ្ងៃទៀតទេបាទដែលការប្រកួតនេះគឺចាប់ផ្ដើមលេងនៅវេលាម៉ោង2ទៀបភ្លឺបាទសម្រាប់មួយក្រុមនឹងជាម្ចាស់ជើងឯកនៅក្នុងរដូវកាល2024-25នៃពានរង្វាន់ Europa League ក្រុមមួយណាដែលទទួលបានជើងឯកក្រុមមួយនោះនឹងទទួលបានមួយកៅអីលេងការប្រកួត UEFA Champions League រដូវកាលក្រោយចាំមើលថា Spurs ឬក៏ Manchester United ដែលជាអ្នកមានឱកាសក្នុងការឈានជើងលេងនៅក្នុងពានរង្វាន់ UEFA Champions League រដូវកាលក្រោយបន្តទៀតបាទព្រោះថាក្រុមទាំងពីរនេះបើយើងគិតមកដល់បច្ចុប្បន្ននេះគឺស្ថិតនៅលេខរៀងទី16 17ក្បែរគ្នាទេបាទអញ្ចឹងចិត្តគ្នាគៀកគ្នាទេនៅក្នុងក្របខ័ណ្ឌ English Premier League ចាំមើលថាក្រុមទាំងពីរនេះក្រុមមួយណានឹងទទួលបានជ័យជំនះในការប្រកួតវគ្គដាច់ព្រាត់ Europa League នៅពេលខាងមុខយើងចាំមើលទាំងអស់គ្នាបាទសូមអរគុណ